បាទសួស្តីបងប្អូនបាទមកចូលរួមធ្វើម្ហូបជាមួយខ្ញុំបងប្អូនម្ហូបវីតាមីនម្ហូបបើបងប្អូនបាទយើងមានបន្លែស្រស់ម្ហូបបងប្អូនរបៀបនឹងស៊ុបតែបើយើងស្ងោរបងប្អូនបាទម្ហូបនេះគឺជួយវីតាមីនជួយបើកម្លាំងជួយប្រូតេអ៊ីនច្រើនណាបងប្អូនបន្លែនេះមកចូលរួមថាខ្ញុំធ្វើយ៉ាងណាបងប្អូននេះខ្ញុំមានគឺស្ងោរទេបងប្អូនបាទស្ងោរសាច់ជ្រូកឆ្អឹងជ្រូកជាមួយនឹងបន្លែស្រស់របស់យើងបងប្អូនបាទមានស្លឹកបាសមានស្លឹកខ្ទីបងប្អូននិងផ្សិតបងប្អូនមានផ្សិតចំបើងមានផ្សិតសអូនិយាយគឺម្ហូបនេះជាតិណាស់បងប្អូនណាឲ្យបើកម្លាំងយើងបាទពេលហេវអស់កម្លាំងឲ្យត្រូវស្លសម្លនេះមកឆ្នាំងធំបងប្អូនថែមជាមួយនឹងដំណងទៀតបងប្អូនហើយខ្ញុំនៅសល់ពូតនៅផ្ទះមួយផ្លែក៏ដាក់ពូតប្រហោយមួយផ្លែទៅទៀតបងប្អូននេះដំណងខ្ញុំចាត់រួចហើយរាល់ហើយបងប្អូនបាទរៀបចំឲ្យស្រេចចឹងមកហើយយើងស្ងោរដូចតែយើងស្ងោរស្ពៃស្ងោរអីនេះធម្មតាទេបងប្អូនបាទធ្វើទៅបងប្អូនពិសេសអ្នកបងអ៊ំឲ្យគាត់ចេះធ្វើហើយបងប្អូនម្ហូបនេះគឺស្រួលធ្វើទេបាទនេះខ្ញុំគាត់ថាខ្ញុំគ្រាន់តែយកបង្ហាញវីដេអូកំសាន្តបងប្អូនសនាបងវាស្រ័យផងបាទឲ្យនេះសាច់ខ្ញុំយកមកប្រឡាក់ហើយហើយបងប្អូនធ្លាប់ស្លរបៀបម៉េចក៏ស្លចោះខ្ញុំសាច់ដែលឆ្អឹងជ្រូកខ្ញុំសាច់ជ្រូកខ្ញុំយកមកប្រឡាក់គ្រឿងឲ្យស្រេចបងប្អូនមកយើងដាក់ម្រេចតិចផងបើថ្ងៃខ្ញុំអត់មានម្រេចទេបងប្អូនបាទខ្ញុំប្រឡាក់គ្រឿងក្រៅស្គរបញ្ចេងប្រេងខ្យងហើយខ្ញុំផ្អាប់ទុកសិនហើយខ្ញុំក៏ដាំទឹកឲ្យពុះមកខ្ញុំដាក់គាយហឺបងប្អូនបាទនេះគ្រឿងក្រៅបន្លែបន្លុកដែលខ្ញុំលាងឲ្យស្រេចបងប្អូនបាទមានដំណងមានពូតមានបាទនេះមានផ្សិតបើងផ្សិតសអញ្ចឹងទៅបងប្អូនបន្លែនេះគឺម្ហូបបំមុខនេះគឺមួយឆ្នាំងធំហើយក៏បើកម្លាំងណាស់ដែរបងប្អូនហើយខ្ញុំដាំទឹកពុះហើយខ្ញុំក៏ដាក់គាយហឺខ្ញុំទៅលាងទឹកស្អាតមកបងប្អូនប៉ុន្តែខ្ញុំមានសាច់ខ្ញុំមកដុំដែរបាទនេះគឺសាច់សុទ្ធហើយខ្ញុំយកពីទូទឹកកកមកខ្ញុំមើលទៅស្ទើរសាច់ខ្ញុំក៏យកសាច់នឹងហាន់ដាក់ជាមួយមកបងប្អូននេះឆ្អឹងជ្រូកដែលខ្ញុំប្រឡាក់គ្រឿងមកហ្នឹងបងប្អូនបាទយើងដាក់វាមកពុះមកបាទកុំភ្លេចស៊ុបខ្នើយម្ដុំមកបងប្អូនថែមរសជាតិបាទដាក់គ្រឿងក្រៅបន្ថែមតិចទៀតផងព្រោះយើងប្រឡាក់សាច់មិញយើងក៏អត់ដាក់គ្រប់គ្រាន់ទេយើងដាក់គ្រាន់តែមកចាប់ឲ្យវាចូលជាតិទេបងប្អូនបាទហើយយើងថែមគ្រឿងក្រៅតាមក្រោយទៀតមកក្នុងឆ្នាំងហ្នឹងភ្លក់តាមតម្រូវចិត្តបងប្អូនមកបាទនេះខ្ញុំចាក់សាច់ឲ្យខ្ញុំហាន់បញ្ចូលហើយមកពុះមកយើងដាក់បន្លែយើងចូលបងប្អូនបាទហើយចាបន្លែផ្ទីឲ្យស្លឹកបាសយើងដាក់ក្រោយមកហើយពិសេសបងប្អូនខ្ញុំភ្លេចប្រាប់នេះពូតមួយមិញហ្នឹងខ្ញុំសល់មួយអានឹងយើងដាក់ជាមួយសាច់មកខ្ញុំអត់បានដាក់តាមជាមួយសាច់ហ្នឹងវាយូរឆ្អិនអញ្ចឹងយើងងាស់ចោលទៅងាស់ចោលវាអាចនឹងផុយអាបន្លែរបស់យើងបាទហើយក្រោយបងប្អូនដាក់មើលស្លដាក់នឹងមុនមកជាមួយនឹងសាច់មកបាទនេះមើលឡើងទំនងបងប្អូនអើយបន្លែនេះដាក់ស្លឹកខ្ទីស្លឹកបាសមករួចជាការស្រេចហើយបាទបងប្អូនថែមម្រេចយើងហល់នេះបងប្អូនប៉ុន្តែនេះខ្ញុំអត់មានម្រេចបងប្អូនអាឡៃស្មាំងម្រេចទៅសល់ដល់ធ្វើដល់ម៉ោងស្លហើយងាកមកឃើញអត់ឃើញក៏តាមដំណើរទៅវាមិនអីឆ្ងាញ់នឹងម្រេចទេទៅបងប្អូនឆ្ងាញ់នឹងបន្លែរបស់យើងស្រស់ណាបងប្អូនអើយមានដំណោកមានបន្លែយើងធម្មជាតិទេបងប្អូនឆ្ងាញ់ណាស់បាទឆ្អិនហើយបងប្អូនហើយតែមកពុះទៀតកុំឲ្យវាផុយទាន់បងប្អូនធំផុយស្លឹកបាសអីស្លឹកខ្ទីយើងបាត់ហើយនៅនោមតែប៉ុណ្ណេះវាមានជាតិផ្អែមបងប្អូនបាទរួចជាការស្រេចហើយបងប្អូនត្រូវការអីរោម្ទេសហិលអីក៏ទឹកស៊ីអ៊ីវដាក់ម្ទេសហិលអាហ្នឹងក៏ជាការចំណងចិត្តរបស់បងប្អូនទៅបាទដួសសាកមួយចានលើមើលមកបងប្អូននេះមកហូបនេះតំណងខានហូបយូរដែរបងប្អូនបាទមានផ្សិតមានអីចេះហើយខ្ញុំក៏មកហូបនេះក៏មិនសូវបានធ្វើដែរបងប្អូនហើយចៅតែស្លមកជូរឥឡូវស្ងោរចេះលងមើលបងប្អូននិយាយពីតំណងហើយជាតិណាស់បងប្អូនមានកម្លាំងព្រឹសមកមួយចាននេះមកបងប្អូនសូមអញ្ជើញចូលរួមជាមួយខ្ញុំមកផ្ទះមកខ្ញុំចែកឲ្យមួយចានម្នាក់បងប្អូនបាទ